ផ្លាតកូបអ៊ីសាសុទ្ធមួយជើងអូយបាទមិនអញ្ចឹងជាការធ្វើប្រហែសរបស់ខ្សែការពារប្រខណ្ឌរាជបាល់នេះប្រសិនជាគាត់នេះត្រង់នេះបាទអូយគាត់ទប់ទៅផ្លាតមិនមែនគាត់មិនចង់ឃ្លាចេញទេតែពេលគាត់ទប់ទៅអស់ចំហក៏ដួលខ្លួនគាត់ដល់អញ្ចឹងគេឆាបបាល់បានកូបអ៊ីសាប្រហើយអាស្ដាំមួយនាំមុខ1-0នៅនាទីទី42ការប្រកួតចូលមកដល់វគ្គទី2 Naga កំពុងតែវាយសម្រុកជាបន្តរស់ចូលមកកណ្ដាលតែត្រឡប់មកវិញដល់ខ្សែការពារស្រូផ្សាយជាថ្មីឲ្យកូបអ៊ីសាព្យាយាមកាត់ចូលកណ្ដាលតែប្លុកដោយកីឡាករណេនសុធិរតរបស់ព្រះខ័នរាជឱកាសបាល់ទាត់ចេញពីជ្រុងរបស់ Naga ធ្វើដោយកូបអ៊ីសាឃ្លាបាល់ចេញមកក្រៅវ៉ុលលេមកជើងប្លុកអត់តន់តាណាឆ្ងាយទេសុទ្ធមួយជើងទៀតអត់អសើទេជួនជុំប្រហើយបាទនៅទី50បាល់នេះតាមមើលទៅដូចជាអសើតែសម្រាប់លើលោកអញ្ញាកណ្ដាលគាត់មើលថាអត់អសើគឺអត់អសើហើយតែគាត់សម្រាប់ហើយมันអាចមានការតវ៉ាថាអត់ទេឬក៏យ៉ាងម៉េចបានទេសម្រាប់ហើយគឺសម្រាប់ហើយអត់មានការកែប្រែទេទស្សនាត្រង់នេះទាត់មកមិនទៅជាប់ណាជាប់ជើងជួនជុំឈរសុទ្ធម្នាក់ឯងមកស្រួលនាំមុខ2-0បាត់ហើយអូយបាទមានអីពិបាកឈរសុទ្ធអញ្ចឹងនាំមុខ2-0ប្រខ័នរាជមានឱកាសអាចសុទ្ធបញ្ចូលទីបានទេបោះទូបាទព្យាយាមវាយសម្រុកក្រែងលោបានមកគ្រាប់ឬអាចតាមបានស្មើដួលលោកកញ្ញាកដាលអត់ថាអីឲ្យលេងជាបន្តបាល់នៅជាប់នឹងប្រខ័នរាជ 1-2 ឬយ៉ាងណាសុទ្ធមួយកីឡាករលេខ7ប្រាក់មនីឧត្តមអូយបាទលេងបានល្អណាស់តែតម្រាំតែលេងបានល្អហ្នឹងគេស៊ី2គ្រាប់បាត់ទៅហើយប្រាក់មនីឧត្តមសុទ្ធត្រង់នេះបាទទៅមុំខាងឆ្វេងល្អណាស់រកបានមួយគ្រាប់វិញនៅនាទីទី80លេងជាមួយតែ2តង់ឯជាមួយសុកច័ន្ទរស្មីបញ្ជូនឲ្យប្រាក់មនីឧត្តមសុទ្ធយកដែរម្ដងការប្រកួតក៏ចិត្តនឹងបញ្ចប់ទៅហើយ Naga បដើមួយជន់លេងបាទស្ទីលប្រឈឺបញ្ចប់ការប្រកួតប្រខ័នរាជត្រូវរងបរាជ័យដោយធ្វើជើង Naga 1-2